បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់និងសួស្តីមិត្តអ្នកសិក្សាគ្រប់គ្នាបាទថ្ងៃនេះយើងយកមកសិក្សាតទៅនឹងសំណេរតែសេចក្តីបែបពន្យល់ណាត្រៀមប្រឡងបាក់ឌុបដែលសំណេរនេះត្រៀមប្រឡងបាក់ឌុបតាំងពី2018ប៉ុន្តែពេលខ្លះវាជាសំណេរដែលជាតំណាងឲ្យយើងអាចមានរបៀបរបបយល់ពីរបៀបសរសេរណាហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងមកសិក្សានៅសំណេរទាំងនេះដើម្បីបានជាប្រយោជន៍ក្នុងការដកស្រង់ទៅសរសេរក្នុងសំណេររបស់យើងណាតែមុននឹងចូលទៅដល់ការសិក្សាសំណេរនិងវែកញែកវិភាគឲ្យបានល្អល្អក្នុងសំណេរនេះគ្រូសូមឲ្យបងប្អូនសិស្សានុសិស្សទាំងអស់ជួយចុច Subscribe Channel លោកគ្រូណាដើម្បីទទួលបាននៅមេរៀនថ្មីៗជាបន្តទៀតណាអូខេអញ្ចឹងយើងចូលទៅសិក្សាតែម្ដងប្រធានទី3ថាចៅចិត្តជាតួអង្គឯកក្នុងរឿងកុលាបបៃលិនតើចៅចិត្តមានគុណសម្បត្តិអ្វីខ្លះសម្រាប់យុវជនយើងយកតម្រាប់តាមចូលបញ្យល់នៅលើឧទាហរណ៍មកបញ្ជាក់អញ្ចឹងសំណេរនេះគឺជាសំណេរបាត់ណាបើសិនជាបងប្អូនមិនបានរៀនតកតងទៅនឹងរឿងកុលាបបៃលិនទេបងប្អូនសរសេរសំណេរនឹងអត់ចេញទេព្រោះវានិយាយតែនៅក្នុងរឿងកុលាបបៃលិនព្រោះគេលើកតួអង្គចៅចិត្តមកតែម្ដងណាអញ្ចឹងសំណេរបែបនេះបើសិនជាបងប្អូនអត់ដែលបានអានរឿងកុលាបបៃលិនឬក៏មិនដែលបានស្ដាប់រឿងកុលាបបៃលិនទេបងប្អូនលំបាកក្នុងការសរសេរហើយណាហៅថាសំណេរបែបបាត់អញ្ចឹងយើងមើលនៅក្នុងសំណេរហ្នឹងអត្ថបាយសរសេរជាកញ្ចក់ឆ្លុះបញ្ចាំងពីទស្សនវិជ្ជានៃសង្គមដែលបានលើកបញ្ហារបស់មនុស្សមកចោទនិងដោះស្រាយតាមសិលវិធីរបស់អ្នកនិពន្ធទោះបីជាអ្នកនិពន្ធលើកយកតួអង្គជាទេវៈសត្វរុក្ខជាតិតួអង្គឯកតួអង្គរងរំលឹកក្តីហើយតួអង្គទាំងនេះសុទ្ធតែបង្ហាញពីរឿងរ៉ាវមនុស្សទាំងអស់អញ្ចឹងជាទូទៅរឿងមួយចំនួនគេអាចថាលើកយកតួអង្គផ្សេងមកតំណាងប៉ុន្តែតួអង្គទាំងអស់នោះគឺសុទ្ធតែជាបញ្ជាក់ឲ្យជាលក្ខណៈរបស់មនុស្សដែរណាប៉ុន្តែក្នុងចំណោមតួអង្គខាងលើនេះគេឃើញតួអង្គឯកមានគុណសម្បត្តិច្រើនជាងគេព្រោះមានសកម្មភាពច្រើនបានធ្វើនៅអំពើល្អមានសិលធម៌គុណធម៌សមត្ថភាពពិសេសទាំងផ្លូវកាយទាំងផ្លូវចិត្តប្រសើរក្រៃលែងធ្វើឲ្យអ្នកអានអ្នកទស្សនាមហាជនមានជំនួសចិត្តយកតម្រាប់តាមគ្រប់គ្នាអញ្ចឹងចាប់ពីតំណឹងមកណារហូតមកដល់ចំណុចនេះគឺជាថាលំនាំបញ្ហាដោយបានឃើញពីតម្លៃអប់រំពីតម្លៃរបស់តួឯកបែបនេះហើយទើបមានមតិមួយលើកឡើងថាចៅចិត្តជាតួអង្គឯកក្នុងរឿងកុលាបបៃលិនណាគឺណាអញ្ចឹងយើងមើលនៅក្នុងហ្នឹងគឺលើកយកនៅតួចៅចិត្តជាតួអង្គឯកក្នុងរឿងកុលាបបៃលិនហើយគេសួរបញ្ជាក់ទៀតនៅក្នុងហ្នឹងណាតើចៅចិត្តមានគុណសម្បត្តិអ្វីខ្លះសម្រាប់យុវជនយើងយកតម្រាប់តាជាតួអង្គឯកធម្មតាតួអង្គឯកមានគុណសម្បត្តិច្រើនហើយតើចៅចិត្តហ្នឹងមានគុណសម្បត្តិអីខ្លះនេះនៅក្នុងនេះគឺជា clear ថាចំណូលបញ្ហាណាអញ្ចឹងយើងត្រូវសរសេរឲ្យបានគ្រប់គ្រឿងមានចំណូលមានលំនាំមានចំណោទណាចំណោទបញ្ហាតើចៅចិត្តមានគុណសម្បត្តិអ្វីខ្លះដល់យុវជនជំនាន់ក្រោយណាអញ្ចឹងធម្មតាយើងបញ្ជាក់ឲ្យនៅក្នុងលំនាំបញ្ហាថាតួអង្គវាមានច្រើនហើយតួអង្គឯកហ្នឹងគឺជាតួអង្គដែលមានគុណសម្បត្តិច្រើនតែម្ដងអញ្ចឹងតើគុណសម្បត្តិរបស់តួអង្គចៅចិត្តនៅក្នុងរឿងកុលាបបៃលិនហ្នឹងគាត់មានគុណសម្បត្តិអ្វីខ្លះសម្រាប់ឲ្យយើងយកជាគំរូតាមជាយុវជនណាអូខេអញ្ចឹងយើងមើលមកនេះឃ្លាភ្ជាប់សេចក្តីដើម្បីជួយជំនួយឈានដល់ការបកស្រាយប្រធានខាងលើឲ្យកាន់តែមានន័យស៊ីជម្រៅច្បាស់លាស់យើងត្រូវស្វែងយល់អត្ថន័យនៃពាក្យតួអង្គឯកនិងគុណសម្បត្តិជាមុនសិនអញ្ចឹងយើងយកពាក្យតួអង្គឯកនិងពាក្យថាគុណសម្បត្តិមកបកស្រាយណាពាក្យតួអង្គឯកមានន័យថាតួអង្គសំខាន់ជាងគេហើយមានសកម្មភាពវិជ្ជមាននៅក្នុងរឿងអ្នកថាជាតួអង្គដែលសកម្មជាងគេហើយក៏សំខាន់ជាងគេហើយក៏មានលក្ខណៈវិជ្ជមាននៅក្នុងរឿងដែរចំណែកពាក្យគុណសម្បត្តិសំដៅលើលក្ខណៈល្អប្រសើររូបសម្បត្តិចរិយាសម្បត្តិវិជ្ជាសម្បត្តិគុណសម្បត្តិគឺសំដៅទៅលើហ្នឹងធម្មតានេះជាការបញ្យល់អត្ថន័យរបស់យើងណាជាការបញ្យល់អត្ថន័យរបស់យើងថាគុណសម្បត្តិហ្នឹងគឺសំដៅទៅលើលក្ខណៈល្អប្រសើររូបសម្បត្តិចរិយាសម្បត្តិវិជ្ជាសម្បត្តិជាដើមណាដូចនេះប្រធានអញ្ចឹងបន្ទាប់ពីយើងបញ្យល់ពាក្យគន្លឹះចប់ហើយយើងបញ្យល់នៃប្រធានដូចនេះប្រធានមានន័យថាចៅចិត្តជាតួអង្គសំខាន់ជាងគេក្នុងរឿងមានសកម្មភាពវិជ្ជមាន
ប្រកបដោយលក្ខណៈល្អប្រពៃសម្រាប់យុវជនយកតម្រាប់តាមពិតមែនអាហ្នឹងគឺជាលក្ខណៈដែលយើងនឹងបកស្រាយនៅខាងក្រោមហ្នឹងនិយាយថាប្រធានហ្នឹងវាបង្ហាញពីអ្វីដែលយើងគួរតែយកទៅសិក្សាយកទៅសិក្សាបន្ថែមបន្ទាប់ពីយើងពន្យល់ពាក្យកន្លឹះហើយពន្យល់អត្ថន័យប្រធានដែលយើងចង់បកស្រាយមិនហើយយើងចាប់ផ្ដើមទៅដល់ក្រោយពីយើងពន្យល់ពាក្យកន្លឹះពន្យល់ន័យប្រធានហើយយើងនឹងបកស្រាយអំពីអត្ថន័យប្រធានតែម្ដងជាការពិតណាស់នោះយើងដែលរស់នៅក្នុងសង្គមតែងតែត្រូវការសេចក្តីសុខសុភមង្គលកិត្តិយសថ្លៃថ្នូររុងរឿងក្នុងជីវិតជាធម្មតាដើម្បីបានសម្រេចនៅបំណងខាងលើនេះតើតែមនុស្សគ្រប់រូបមានសម្បត្តិ4ប្រការគឺរូបសម្បត្តិចរិយាសម្បត្តិវិជ្ជាសម្បត្តិនិងទ្រព្យសម្បត្តិប៉ុន្តែសម្បត្តិទាំង4ខាងលើនេះគេតែងតែឃើញថាមានបុគ្គលខ្លះមានល្អគ្រប់ចំណុចខ្លះទៀតមិនទាន់មានគ្រប់ចំណុចនៅឡើយអញ្ចឹងធម្មតាទេគុណសម្បត្តិមនុស្សយើងមិនអាចកើតមកល្អទាំងអស់ទេថា nobody perfect ទេណាផ្អែកតាមដំណើររឿងកុលាបបៃលិននិពន្ធដោយលោកញឹកថែមយើងឃើញថាចៅចិត្តជាតួអង្គឯកក្នុងរឿងមានលក្ខណៈសម្បត្តិគុណសម្បត្តិដូចជាទី1ចិត្តមានរូបសម្បត្តិសុខភាពល្អកម្លាំងមាំមួនទោះបីជាចៅចិត្តស្គមប៉ុន្តែគេមានកម្លាំងហេតុអីបានយើងនឹងថាចៅចិត្តស្គមពីព្រោះថានៅពេលដែលគុណនារីឃើញណាគុណនារីឃើញចៅចិត្តគាត់ថាចៅចិត្តឯងស្គមអញ្ចឹងឲ្យធ្វើការអីកើតគាត់ថាអត់ទេស្គមបែបទៀនខ្ញុំនេះអាចធ្វើការបានណាមាំមួនអាចធ្វើការងារជាកម្មករជីកត្បូងបានដូចមនុស្សដទៃទៀតដែរណាមនុស្សដទៃទៀតគេទ្រាំធ្វើការនៅក្នុងហ្នឹងចៅចិត្តគាត់បញ្ជាក់ថាគាត់នឹងអាចធ្វើការងារបានដូចគេដូចឯងហ្នឹងណាដូចគេដូចឯងដែរមិនមែនស្គមហើយធ្វើការងារមិនបានទេមនុស្សដទៃទៀតគេទ្រាំធ្វើការងារយ៉ាងណាបានឯខ្ញុំបានគង់តែធ្វើបានដូចគេដែរទៀតប្រុសមនុស្សដែលកើតមកក្នុងលោកសន្និវិយ៉ាងនេះមិនប្រកាន់ការស្រាលស្រួលទេខ្ញុំបាទមិនដែលគិតដូច្នេះទេកាលបើខ្ញុំមានកម្លាំងខ្ញុំបាទនឹងខិតខំធ្វើការដរាបនោះធ្វើទោះបីធ្ងន់ក្តីស្រាលក្តីសម្ដីនេះបានសេចក្តីថាចៅចិត្តជាមនុស្សមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារផ្សេងទៀតបានលើសពីនេះទៅទៀតណាជាពិសេសនេះអាការដែលយើងចេះប្រើពាក្យឃ្លានេះមានលើសពីនេះទៀតបន្ថែមលើទៀតមិនតែប៉ុណ្ណោះឬក៏បើសិនជាអាចតែផ្ទុយទៅវិញខុសឆ្លាស់ពីរហ្នឹងគឺជាឃ្លាដែលយើងគួរប្រើពីរបស់មួយដើម្បីវាមានតំណែងតំណងគ្នាណាលើសពីនេះទៅទៀតចៅចិត្តមានចរិយាសម្បត្តិស្លូតបូតសុភាពរាបសារគួរឲ្យស្រឡាញ់យ៉ាងគេចូលចិត្តរាប់អានក្រុមកម្មករជាពិសេសចៅវាយនាយលោករតនសម្បត្តិតែម្ដងដែលលោកពេញចិត្តពីអាការៈរបស់ចៅចិត្តតាំងពីថ្ងៃបានឃើញពីដំបូងមកម្លេះជាងនេះទៅទៀតនេះឃើញគេចេះប្រើឃ្លាអញ្ចឹងយើងបងប្អូនត្រូវចេះប្រើឃ្លាទាំងអស់ហ្នឹងលើសពីនេះទៀតជានេះទៀតបន្ថែមលើទៀតមិនតែប៉ុណ្ណោះឃ្លាទាំងអស់ហ្នឹងគឺធ្វើឲ្យយើងឲ្យអ្នកអានឲ្យគ្រូដែលគាត់ចង់កែរបស់យើងហ្នឹងមើលទៅគឺចង់កែតែម្ដងអញ្ចឹងនឹងជាចំណុចដែលយើងគួរតែរៀនពីរបៀបមើលពីរបៀបគេសរសេរយ៉ាងឃ្លាគេមួយគេមានឃ្លាភ្ជាប់ពាក្យរបស់មួយគេមានឃ្លាសម្រាប់តភ្ជាប់ពីរបស់មួយធ្វើទៅឲ្យយើងអានទៅគួរយើងចង់អានតែម្ដងជាងនេះទៀតចៅចិត្តជាមនុស្សចេះតស៊ូព្យាយាមអត់ធន់ចំពោះការងារជាកម្មករជីកត្បូងនៅជាមួយលោករតនសម្បត្តិនៅបបៃបៃលិនទោះបីជាកន្លែងនោះគេមិនធ្លាប់រស់នៅពីកំណើតក៏ដោយក៏ចៅចិត្តចេះតស៊ូជាមួយការងារមិនថាធ្វើនៅក្រោមកម្ដៅថ្ងៃភ្លៀងផ្គរយុវជនកំឡោះរូបនេះមិនដែលត្អូញត្អែឡើយចិត្តធ្វើការងារតាំងពីកម្មករសាមញ្ញរហូតដល់ខ្លាយជាអ្នកកាន់កាប់បញ្ជីត្បូងជំនួសលោករតនៈទៀតផងនៅក្នុងហ្នឹងលើសពីនេះនៅក្នុងចំណុចនេះគឺថាលើសពីនេះទៀតក្នុងនេះរបស់មួយនេះគេប្រើជាងនេះទៀតពីរបស់នេះគេប្រើលើសពីនេះចៅចិត្តជាមនុស្សមានភាពស្មោះត្រង់ឃើញគាត់មានរូបសម្បត្តិមានជាសម្បត្តិហើយមានភាពស្មោះត្រង់ជាមួយចៅវាយនាយប្រកបការងារសុចរិតទាំងត្រង់ចំពោះការងារមិនខ្លាញ់បន្លំចង់បានទ្រព្យសម្បត្តិចៅវាយនាយព្រោះយើងដឹងហើយការងារជីកត្បូងបើសិនជាយើងមិនមានភាពស្មោះត្រង់យើងលាក់លួចទ្រព្យត្បូងដែលជីកបានក៏ជាបញ្ហាដែរធ្វើជាទ្រព្យសម្បត្តិតខ្លួនឡើយជាពិសេសសេចក្តីស្មោះត្រង់របស់ចៅចិត្តនិងភាពក្លាហានហ៊ានប្រឆាំងត
ជាមួយតជាមួយក្រុមចៅប្លន់នៅក្នុងព្រៃនិងពួកក្រុមចៅចូលមកប្លន់ដឹកនាំដោយលោកបលាត់ស្រុកកាន់តែធ្វើឲ្យខុននារីឆ្លាញ់ចិត្តកាន់តែខ្លាំងឡើងហ្នឹងគឺជាភាពក្លាហានណាមិនត្រឹមតែប៉ុណ្ណោះណាឃ្លាទាំងអស់នេះដែរមិនត្រឹមតែប៉ុណ្ណោះទេអាទាំងអស់នេះគឺជាឃ្លាដែលយើងគួរតែយើងប្រើពីល្បះមួយទៅចៅចិត្តជាកូនកតញ្ញូណាយើងឃើញហើយគាត់ស្ដាប់ណាស់ស្ដាប់ការទូលមានរបស់ពុកស្ដាប់តាមដំបូន្មានរបស់តាជើមជាពុកចនិចកាន់យកនៅធរអត្តហេអត្តនោនិថោណាខ្លួនទីពឹងខ្លួនមានន័យថាខ្លួនទីពឹងខ្លួនមិនដែលភ្លេចសោះណាទេគាត់គឺជាកូនកតញ្ញូចំពោះការរស់នៅជាមួយអ្នកដតីចៅចិត្តមានអធ្យាស្រ័យល្អជាមួយអ្នកដតីចេះជួយយកអាសាអ្នកជិតខាងជួយបើករថយន្តជំនួសតាសុនជូនលោកលួងរតនៈទៅសុកសង្កែដើម្បីទុកឲ្យតាសុនបាននៅសួរសុខទុក្ខប្រពន្ធរបស់គាត់មួយយ៉ាងទៀតឃើញអាឃ្លាទាំងអស់ហ្នឹងគឺជាឃ្លាដែលយើងគួរតែប្រើណាបងប្អូនដែលដាក់សេសំណេរគួរតែប្រើម្យ៉ាងទៀតចៅចិត្តមានវិជាសម្បត្តិណាទោះបីជាគ្រួសារមានជីវភាពក្រីក្រយ៉ាងណាក៏ដោយចិត្តតស៊ូរៀនសូត្ររហូតបានប្រកាសនីយបត្រចេះគិតគូរពិចារណាបានវែងឆ្ងាយចេះបើកឡានចេះជួសជុលឡាននិងចេះដឹកនាំកាន់កាប់គ្រប់គ្រងពួកកម្មករនិងកាន់កាប់បញ្ជីត្បូងបានល្អត្រឹមត្រូវតាមពីផងអញ្ចឹងយើងឃើញគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងរូបសម្បត្តិទាំងសុខភាពទាំងភាពស្មោះត្រង់ថាគុណធម៌ទាំងវិជាសម្បត្តិគាត់មានគ្រប់នៅតែ play តែម្ដងណាចៅចិត្តណាតួអង្គហ្នឹងណាអញ្ចឹងគាត់ជាគួរជាគំរូល្អដែរសរុបសេចក្តីមកឃើញថាចៅចិត្តមានលក្ខណៈសម្បត្តិយ៉ាងច្រើនមានរូបសម្បត្តិចរិយាសម្បត្តិនិងវិជាសម្បត្តិមានតម្លៃអាចឲ្យយុវជនយកតម្រាប់តាមណាឃើញទេអញ្ចឹងនៅក្នុងហ្នឹងគឺជាចំណុចល្អដែរណាស់មែនតែយើងគួរតែជាអ្នកសិក្សាជាអ្នកកូនខ្មែរគួរតែខំធ្វើឲ្យល្អដូចគាត់នេះណាមិនឃើញតាំងពីអ្នកបម្រើជាកម្មករត្បូងរហូតដល់ជាអ្នកគ្រប់គ្រងគេបានមិនធម្មតាទេអាហ្នឹងគឺជាការសរុបសេចក្តីនៅក្នុងសរុបមតិណាយើងចូលដល់ចំណុចបញ្ចប់តាមការបកស្រាយប្រធានខាងលើមានអត្ថន័យល្អសម្រាប់អប់រំយុវជនទាំងឡាយចេះរស់នៅដោយខ្លួនឯងដោយមិនពឹងពាក់លើអ្នកដទៃចេះស្រឡាញ់គ្នាចេះយកអាសាគ្នាណាហ្នឹងគឺជាការវិតម្លៃប្រធានណាការវិតម្លៃប្រធានគឺថាប្រធាននឹងពិតជាប្រធានល្អមែនតើដែលផ្ដល់តម្លៃអប់រំឲ្យយ៉ាងល្អមែនតើសម្រាប់បងប្អូនសិស្សានុសិស្សសម្រាប់ក្នុងនាមយើងជាយុវជនគួរយកចៅចិត្តជាគំរូក្នុងនាមយើងជាយុវជនគ្រប់រូបក៏បីធ្វើខ្លួនឲ្យមានលក្ខណៈសម្បត្តិល្អដូចចៅចិត្តដែរអានេះគឺជាការតាំងចិត្តជាការបញ្ញាចិត្តឬក៏ជាគំនិតជមល់របស់យើងណាអញ្ចឹងនៅក្នុងហ្នឹងគួរតែបញ្ជាក់ឲ្យថាវាជាសំណេរបែបបិទបើសិនជាបងប្អូនមិនបានសិក្សាមិនបានអានរឿងកលាបៃលិនទេបងប្អូនប្រកាសជាមិនងាយនឹងសរសេរកើតទេណាមិនងាយសរសេរកើតទេអញ្ចឹងសំណេរមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណបងប្អូនសិស្សទាំងអស់ដែលតែងតែចូលមកតាមដានស្ដាប់នៅអត្ថបទមេរៀនរបស់លោកគ្រូហើយលោកគ្រូសូមអរគុណហើយម្យ៉ាងទៀតសូមបងប្អូនខិតខំសិក្សារៀនសូត្រហើយយកចំណុចល្អល្អនៅក្នុងមេរៀននីមួយៗដែលលោកគ្រូតែងតែប្រាប់ថាការប្រើប្រាស់គ្រាប្រយោគប្រើប្រាស់ពាក្យពេចន៍របៀបបញ្ចូលជាឧទាហរណ៍នៅក្នុងរឿងយ៉ាងណាគឺបងប្អូនត្រូវខំគ្រាបបញ្ជុកឲ្យបានមកចោតឲ្យបានត្រឹមត្រូវគ្រូមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា